មានផ្ទះមួយដែលពោពេញទៅដោយក្តីស្រឡាញ់និងក្តីមេត្តារវាងប្តីប្រពន្ធយើងចង់ឲ្យឯងទៅបំបែកបំបាក់ពួកគេនិងធ្វើឲ្យពួកគេលែងលះគ្នាខ្ញុំនឹងធ្វើឲ្យពួកគេស្អប់គ្នាយ៉ាងខ្លាំងហើយខ្ញុំនឹងធ្វើឲ្យប្តីរបស់នាងលែងលះនាងឲ្យតតែបានអូនជាកាដូដ៏ល្អបំផុតដែលអល់ឡោះបានប្រទានមកឲ្យបងសូមអល់ឡោះរក្សាបងទុកសម្រាប់អូនណាប្តីសម្លាញ់បងចង់ឲ្យអូនអ៊ុតអាវឲ្យបងពាក់ទៅធ្វើការនៅថ្ងៃស្អែកដោយក្តីរីករាយណាស់ប្តីសម្លាញ់អ្នកហត់ពេញមួយថ្ងៃហើយការងារផ្ទះក៏ច្រើនទុកអាវនឹងចាំអ៊ុតថ្ងៃស្អែកចុះអារុនសួស្ដីប្រពន្ធសម្លាញ់រៀបចំខោអាវឲ្យបងទៅធ្វើការផងអូនសុំទោសណាប្តីសម្លាញ់កាលពីម្សិលមិញអូនហត់ពេកក៏ដេកលក់ទៅហត់ឬចុះអូនដេកពេញមួយថ្ងៃហ្នឹងតើអូនបានធ្វើស្អីខ្លះបើបងយល់ពីចិត្តអូនបងមិននិយាយបែបនេះទេណែអូនមិនពេញចិត្តនឹងសម្ដីបងឬហើយហ៊ានតមកជាមួយបងទៀតមែនទេតើបងគិតថាបងទិញរូបអូនមកមែនទេអូនធុញទ្រាន់នឹងការរស់នៅជាមួយបងណាទៅឲ្យឆ្ងាយទៅឲ្យបាត់ទៅបងមិនចង់ឃើញមុខអូនទៀតទេស្អីក៏អូនអ្នកខុសដែរបើបងជាប្រុសមែនលែងលះអូនទៅបងលែងលះអូនហើយខ្ញុំធ្វើបានហើយលោកម្ចាស់ខ្ញុំបានបំបែកប្តីប្រពន្ធគេហើយដូច្នេះចូលគុំធ្វើអ្វីមួយជាដើមហើយធ្វើឲ្យបិសាចសៃតនរីករាយហើយចេះអត់ធ្មត់ពិភាក្សានិងយោគយល់គ្នាព្រោះវាជាអ្វីដែលរក្សាក្រុមគ្រួសារយើងនិងធ្វើឲ្យក្តីស្រឡាញ់របស់យើងស្ថិតស្ថេរបាន